អូខេសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពី tool មួយដែលយើងប្រើប្រាស់នៅក្នុង DaVinci Resolve ដែលជួយឲ្យយើងកាត់វីដេអូបានលឿនប៉ុន្តែសូមបញ្ជាក់ថាការកាត់ហ្នឹងគឺយើងកាត់កន្លែងណាដែល blank ដែលវាអត់មានសំឡេងណាដូចកន្លែងណាដែលដាច់សំឡេងប្រឡោះសំឡេងអីចឹងវានឹងជួយកាត់យើងអញ្ចឹងណាហើយប៉ុន្តែបើយើងក៏ត្រូវតែព្យាយាមស្ដាប់ដែរព្រោះមានពាក្យពេចន៍ខ្លះខុសក៏យើងត្រូវកាត់ចោលដែរអញ្ចឹងយើងកាត់ដោយខ្លួនឯងក៏ប៉ុន្តែយើងប្រើប្រាស់ tool មួយនេះគឺដើម្បីជួយសម្រួលការងាររបស់យើងឲ្យកាន់តែលឿនជាងមុនបាទអញ្ចឹង tool ហ្នឹងគឺយើងមានឈ្មោះថា AutoCAD AutoCAD បាទ AutoCAD នេះ AutoCAD អញ្ចឹង AutoCAD ហ្នឹងគឺយើងយកមកវា support ជាមួយនឹង Adobe Premiere Pro ជាមួយនឹង DaVinci Resolve អញ្ចឹងណាបាទហើយយើងចុច download មកវា free download អញ្ចឹងយើងគ្រាន់តែចុច download មកហើយយើងតម្រូវការមួយណាវាសួរយើងដែរអញ្ចឹងយើងតម្រូវការខ្ញុំជាក់ស្ដែងផ្ទាល់គឺខ្ញុំតម្រូវការជាមួយនឹងDaVinci Resolve បាទអញ្ចឹងខ្ញុំចុចប៉ុណ្ណឹងមកហើយវាឲ្យយើងជ្រើសរើសថាតើយក Windows ឬក៏ Mac បាទអញ្ចឹងខ្ញុំយក Windows ផ្លឹបអូខេតាមពិតខ្ញុំតម្លើងរួចហើយបាទខ្ញុំតម្លើងរួចហើយអញ្ចឹងយើងចូលទៅមើលដែលខ្ញុំតម្លើងរួចនេះគឺនៅនេះហើយណាអញ្ចឹងខ្ញុំគ្រាន់តែដល់ឲ្យបងប្អូនមើលទេហើយយើងបើកវាបាទអញ្ចឹងនៅពេលដែលយើងតម្លើងរួចវានឹងចេញមកបែបនេះហើយធម្មតាទេយើងមិនបាច់ទៅលេងអាហ្នឹងទេបាទយើងមិនបាច់ទៅលេងអាហ្នឹងទេអាហ្នឹងហ៎បាទនៅពេលយើងទៅឡើងមកយើងគ្រាន់តែនិចវាអញ្ចឹងណាប៉ុន្តែវាប្រាប់ថាតើយើងទៅរកវានឹងនៅឯណាប្រឡោះនេះគឺយើងចូលទៅកាន់ Adobe Premiere Pro បាទ Premiere Pro គឺយើងចូលកន្លែង Windows ហើយយើងចូល Extension នៅពេលដែលយើងចូល Extension យើងប្រកាសជាឃើញកន្លែង AutoCAD ហើយនៅពេលដែលយើងចូលទៅកាន់ DaVinci Resolve វាមាន Workplace បាទយើងចូលកន្លែង Workplace ហើយយើងអូសមកក្រោមមកឃើញពាក្យថា Script ហើយយើងចូលពាក្យថា AutoCAD បាទតោះឥឡូវយើងចូលទាំងអស់គ្នាបាទនេះគឺយើងបានប៉ុណ្ណឹងណាយើងចង់ឲ្យជួយកាត់ណាឥឡូវនេះខ្ញុំកាត់ដោយដៃខ្លួនឯងហ្នឹងដោយសារពាក្យខុសវាមិនមែនជាកន្លែងប្រឡោះដែលយើងត្រូវកាត់ទេប៉ុន្តែខ្ញុំកាត់ពាក្យខុសណាអញ្ចឹងកន្លែងប្រឡោះបែបនេះគឺយើងប្រើប្រាស់ AutoCAD ដើម្បីជួយបាទអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងឈរនៅលើ project របស់យើងបាទខ្ញុំគួរតែ select អស់ទៅដើម្បីឲ្យវាជួយពិនិត្យមើលយើងសារថ្មីបាទហើយយើងចូល workplace work ហ្នឹងហើយ workspace ណាចូល workspace ហើយបន្ទាប់មកយើងឃើញនេះពាក្យ script នេះណាពាក្យ script ហើយបន្ទាប់មកយើងចូល AutoCAD បាទអញ្ចឹងយើងចុចពាក្យ AutoCAD មកផ្លឹបបាទបន្ទាប់មកយើងចុច AutoCAD វានឹងដំណើរការចូលទៅក្នុង page របស់ AutoCAD ហើយណានៅក្នុងការងាររបស់ AutoCAD ហើយអញ្ចឹង AutoCAD វាមានតួនាទីជួយបាទអញ្ចឹងខ្ញុំខ្វែងអាហ្នឹងមកអាហ្នឹងគ្រាន់តែវាពាក្យណែនាំរបស់វាទេហ្នឹងបាទនេះកន្លែងហ្នឹងវាមានច្រើនវាមានcut silence auto cut podcast មានន័យយើងកាត់ podcast អីគឺវាជួយកាត់ទៅ podcast របស់យើងមានប្រមាណpodcast របស់យើងមាន2កាមេរ៉ាមាន3កាមេរ៉ាអញ្ចឹងទៅគឺវាជួយណាហើយកន្លែងនេះ auto caption មានន័យថាវាជួយ add caption អក្សររត់លើវីដេអូរបស់យើងប៉ុន្តែខ្ញុំជឿថា auto caption នេះវាបានតែអង់គ្លេសទេហើយយើងក៏មិនចាំបាច់ប្រើដែរដោយសារតែនៅក្នុងDaVinci Resolve យើងមានហើយយើងមានអានេះហើយ AI tool បាទហើយយើងមាន create subtitle ហើយអញ្ចឹងយើងអត់ចាំបាច់ប្រើប្រាស់ auto caption ទេអានេះ auto zoom គឺវាទាមទារយើង update បងលុយណាអញ្ចឹងវា zoom in zoom out ទៅតាមautomatic តាមដែលវាធ្វើការបានអញ្ចឹងណាវាស្ដាប់ទៅវាកន្លែងណាត្រូវ zoom in zoom out គឺវា zoom in zoom out ឲ្យយើងណាអានេះ auto b-roll មានន័យវាចាប់b-roll ឲ្យយើងបាទគឺអានេះ auto viral clip ណាអញ្ចឹងវាចាប់កន្លែងណា clip សំខាន់
គឺវាចាប់ឲ្យយើងដែរវា analyze តិចមើលអញ្ចឹងទាំងអស់ហ្នឹងខ្ញុំមិនបាច់រៀបរាប់ទេទាំងអស់គ្នាអាចសាកល្បងប្រើបានខ្ញុំចូលមកកាន់ auto silent ដោយសារតែខ្ញុំ auto silent នេះមានន័យថាវា auto cut silent នេះវាមានន័យថាវាកាត់តែកន្លែងណាដែលនេះឃើញប្រឡោះក្រហមហ្នឹងប្រឡោះឧទាហរណ៍ក្រហមហ្នឹងដែលវាធ្វើការគឺវាកាត់កន្លែងណាដែលសល់ចន្លោះវែងដែលអ្នកស្ដាប់គាត់មានអារម្មណ៍ថាធុញទ្រាន់នៅពេលដែលយើងសល់ space វែងពេកអញ្ចឹងណាអញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងចុច auto silent បាទនេះអញ្ចឹងនៅពេលដែលវា auto silent ហើយគឺវានឹងធ្វើការរកមើលកន្លែងណាដែលវាត្រូវកាត់បាទកន្លែងណាដែលវាត្រូវកាត់អញ្ចឹងវាបានមកប៉ុណ្ណេះហើយយើងឲ្យវា analyze section បាទយើងឲ្យ analyze section ហើយយើងចុចកន្លែងហ្នឹងមកហើយអូខេនេះយើងចុចពាក្យ entire timeline ហ្នឹងមាននៅក្នុង timeline ទាំងមូលអញ្ចឹងយើងឲ្យវាanalyze នៅក្នុង timeline ទាំងមូលរបស់យើងមកចុចប៉ុណ្ណឹងផ្លឹបមកហើយយើងឲ្យវា analyze ណា section ហើយបន្ទាប់មកយើងចុច validate វាមក validate section ណាបាទយើងចុចប៉ុណ្ណឹងមកបួកអញ្ចឹងនៅពេលដែលយើងចុចប៉ុណ្ណឹងហើយនេះយើងយល់ព្រមឲ្យវា cut and delete silence មានន័យថាយើងឲ្យវាកាត់និងលុបកន្លែងណាដែលវានៅមានប្រឡោះឬក៏ស្ងាត់អញ្ចឹងណាបាទកន្លែងស្ងាត់ដែលយើងនិយាយទៅនិយាយវាស្ងាត់សំឡេងមិនសតិចហ្នឹងគឺយើងឲ្យវាកាត់កន្លែងហ្នឹងអញ្ចឹងយើងកាត់កន្លែងហ្នឹងមកយើងចុចមកផ្លឹបនេះអញ្ចឹង auto cut silence វានឹងធ្វើការណា start វាកំពុងតែ start ហើយនៅពេលដែលវាកាត់ហ្នឹងគឺវាប្រកាសជាបង្កើតនៅ timeline មួយទៀតឲ្យយើងបាទវាអត់ប៉ះពាល់ timeline original របស់យើងទេអញ្ចឹងវាដើរបាន3 process ហើយនេះអូខេគឺវាដើរបានមកហើយបាទអញ្ចឹងវារកមើលនេះវាកំពុងតែរកមើលណារកមើលកន្លែងណាដែលវាគួរកាត់បាទអូខេដោយសារតែក្នុង clip ដែលខ្ញុំកំពុងតែធ្វើការនេះគឺអត់សូវមានកន្លែង silent ហ្មងនេះដល់ពេលអញ្ចឹងអត់សូវជាយូរដែរអញ្ចឹងណាបាទហើយរយៈពេលតែ5នាទីអញ្ចឹងវា process តែមួយ plate ទេឥឡូវហ្នឹងវាបាន10នៃ14ហើយបាទអូខេឥឡូវកាត់ចប់ហើយកាត់ចប់វាឲ្យយើង rating ណាបាទ rating អញ្ចឹងយើងមិនបាច់ rating ក៏បានដែរយើងខ្វែងទៅបាទនេះគឺយើងបានកាត់ចប់ហើយអញ្ចឹងបន្ទាប់ពីយើងកាត់ចប់គឺវាខុសគ្នាឆ្ងាយមែនតើឥឡូវខ្ញុំខ្វែងមួយទៅដោយសារការងារមួយហ្នឹងចប់ហើយឬក៏ខ្ញុំ minimize វាចេញទៅបាទអូខេនេះគឺជាលទ្ធផលដែលយើងទទួលបានបន្ទាប់ពី AutoCAD ធ្វើការបាទ AutoCAD ធ្វើការអញ្ចឹងកន្លែងដែលមាន space ពពួក Tenofovia និងអង្គទេអូខេកន្លែងដែលមាន space សំឡេងមាន silent ហ្នឹងគឺវាបានកាត់ចោលបាទកាត់ចោលទាំងអស់ហ្នឹងហើយនៅពេលដែលវាកាត់ហ្នឹងក៏វាអត់ធ្វើឲ្យខូចប្រជិចយើងដើមដែរនេះប្រជិចដើមរបស់យើងនៅទីនេះបាទប្រជិចដើមរបស់យើងនៅនេះហេបាទប្រជិចដើមរបស់យើងនៅនេះគឺយើងកាត់ប្រមាណពីដំបូងគឺនៅហ្នឹងប៉ុន្តែនៅពេលដែលវាកាត់គឺវាបានបង្កើតនៅ timeline មួយទៀតណាបង្កើតនៅ timeline មួយទៀតឲ្យយើងវាអត់ប៉ះពាល់ timeline របស់យើងទេបាទហើយលទ្ធផលបន្ទាប់ពីខ្ញុំធ្វើការលើវាបានលទ្ធផលល្អគួរសមដែរល្អខ្លាំងមែនតើវាធ្វើការបានសម្រាប់ខ្ញុំ rate ឲ្យវាកាត់បានល្អរហូតដល់ 90% ហើយនៅតែកន្លែងពាក្យខ្លះជាពាក្យខុសយើងត្រូវការស្ដាប់ដោយខ្លួនឯងដែរយើងត្រូវការស្ដាប់ខ្លួនឯងពាក្យខុសគឺយើងកាត់ចោលប៉ុន្តែត្រង់ពាក្យដែល silent ណាពាក្យ silent ហ្នឹងគឺកន្លែងស្ងាត់ timeline ហ្នឹងគឺវាកាត់បានល្អវាកាត់វាអត់កាត់សុតពេកទេកាត់ទីហោតែប្រឡោះនេះ silent ដែរប៉ុន្តែជា silent ខ្លីណាអញ្ចឹងវាអត់កាត់ទេវាកាត់
មើលត្រង់តែចំណុចណាដែលវែងតែប៉ុណ្ណោះដែលវាកាត់ចោលណាអញ្ចឹងទាំងអស់គ្នាអាចសាកល្បងបានណា AutoCAD ដែលវាធ្វើការ support ជាមួយនឹង Adobe Premiere Pro ជាមួយនឹង DaVinci Resolve អូខេនៅក្នុងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង